ជួបគ្នាជាមួយនឹងស្ថាបនិករបស់យើងដែលជាអ្នកសាងសង់ building ទាំងមូលផ្ទាល់នោះគឺ Q ខ្មែរនឹងស្អីទេអង្គសភាខ្លួនឯងនេះចាអ្នកស្រីសុំសម្ដែងបន្តិចទៅដើម្បីកលៈទេសៈមួយនេះណាចាអូខេតោះឥឡូវចង់សភាសំដយជីកិត្តិយសខ្លាំងណាស់តែអ្នកស្រីអាចធ្វើការបញ្យល់និងរៀបរាប់តទៅជាមួយនឹងស្ថាបត្យកម្មដែលអ្នកស្រីបានសាងសង់ដែរឬទេងាប់ឯហងឯដើមមើលខ្លួនឯងទៅឯងវេទនាទេនឹងបញ្យល់ពីណាទៅណាឥឡូវបញ្យល់ពីដើមទៅបណ្ដោយទេចឹងជាមួយនឹង lobby ថ្មីមួយនេះគឺយើងសាងសង់ឡើងក្នុងន័យបង្ហាញឲ្យឃើញទៅជាមួយនឹងខ្មែរផាំងមានន័យថាខ្ញុំធ្លាប់ឃើញជាមួយនឹង cyber ផាំង solar ផាំងអីជាដើមអញ្ចឹងខ្ញុំចង់ឲ្យអ្នកគ្នាមានអារម្មណ៍មួយថាប្រសិនបើអ្នកគ្នាមានខ្មែរផាំងទៅថ្ងៃអនាគតវាងលយអញ្ចឹងទៅអញ្ចឹងអ្នកនេះឃើញថាយើងចាប់ដើមដំបូងមកគឺចូលជាមួយនឹងកន្លែង lobby របស់យើងនឹងឯងហើយយើងក៏មានចដាសងខាអ្នកគ្នាធ្វើការចុះទៅដើរលេងប្រសិនជាអ្នកគ្នាចង់របៀបថាដើរមើលកន្លែងទាំងអស់នោះថាវាមានអីខ្លះអញ្ចឹងទៅគឺយើងមានចដាឲ្យគ្រប់ទីកន្លែងតែម្ដងហើយអត់ពិបាកសម្គាល់ទេចដានោះគឺ style ដូចតែគ្នាទាំងអស់នឹងឯងហើយវិធីចុះទៅនោះដើរចុះទៅនឹងឯអ្នកគ្នាហើយនៅពេលដែលអ្នកគ្នាចុះទៅដល់អ្នកគ្នានឹងបានឃើញជាមួយនឹងទស្សនវិជ្ជាដើមឈើក៏ដូចជាព្រៃព្រឹក្សាដែលយើងបានតុបតែងនៅតាមលំអតាមផ្លូវក៏ដូចជាផ្លូវចូលទៅក្នុងផ្ទះនីមួយៗដែលអ្នកគ្នានឹកសម័យមិនដល់ថាអេចុះឡើងមកដល់ផ្ទះអីគេនេះអីចឹងទៅហ្នឹងហើយអូយឃើញទស្សនវិជ្ជាគឺថាអែមហួសខ្ញុំនៅក្នុងចិត្តថាគាត់តែអញ្ចេះអូយផ្ទះខ្មែរនីមួយៗប្រហែលជាមិនអាចចូលគ្នាបានទេក៏តែបើយើងធ្វើបានយ៉ោះហើយបើសិនបើធ្វើបានមែនយើងគួរតែដាក់វានៅកន្លែងណាដែលមើលទៅអំណាចអញ្ចឹងណាបើខ្ញុំសម្រេចចិត្តថាអូខេលើមេកប់ប្របងទាំងម្ដងទៅចុះមកដល់មីក្រូនេះបែកអាចហូរស្ទឹងឯអ្នកគ្នាគ្រាន់តែឃើញប៉ុណ្ណឹងមកចង់តាណាក៏បានឆ្វេងក៏បានស្ដាំក៏បានអ្នកគ្នាឥឡូវយកមកខាងក្រៅសិនខាងក្រៅវាមានលក្ខណៈថាទស្សនវិជ្ជាស្អាតអញ្ចឹងទៅអ្នកគ្នាឃើញថាមើលពីខាងក្រៅមកគឺសាច់ញាក់តែម្ដងអ្នកគ្នាទៅខាងក្រោមឃើញអីគេមានប្រកេះប្រអីហ្នឹងអាហ្នឹងមិនក្បាលអីគេទេគឺក្បាលខ្ញុំហ្នឹងឯងអញអ្នកសង់អញដាក់ក្បាលអញហ្នឹងហើយឥឡូវយើងហូរចូលទៅក្នុងកន្លែងវត្តអារាមនេះវត្តអារាមនេះអ្នកគ្នាវត្តអារាមនេះមួយគឺខ្ញុំចាស់រុនអញចេះចាស់ទៅឃើញរុនឡើយណាចាស់កន្លែងហ្នឹងចូលមកដល់ក្រោមអ្នកគ្នាឃើញទេឡើងទៅដល់តែយើងមិនយើងចង់ទៅខាងស្ដាំក៏បានយើងចង់ទៅខាងឆ្វេងក៏បានឥឡូវទៅឆ្វេងសិនទៅអញ្ចឹងឆ្វេងចុះក្រោមចុះកាន់តែជ្រៅកាន់តែល្អអញ្ចឹងយើងចុះមកដល់ក្រោមមើលទៅសភាពកន្លែងនេះមួយទៀតយើងចុះមកឃើញដល់ជាន់ក្រោមហើយមានខ្សែខ្វាត់ខ្វែងជាច្រើនថែមទៀតចូលមកដល់ក្នុងបន្ទប់នេះកាន់តែច្រើនទៀតស្ដាំក៏មានរុនអាវលមកចុំក៏មានរុនវេរ៉ង់ដាហើយអាវលនេះវាមានរុនមួយទៀតឥឡូវទៅរុនមុខនេះបដៅទៅអញ្ចឹងចូលមករុនមុខនេះយើងក៏បានមកដល់ខាងក្រៅដែលខាងក្រៅហ្នឹងដូចឃើញយើងថាទោះបីជាលៀនមកក្រៅមែនក៏តែវាមិនមែនធ្វើលក្ខណៈឲ្យបាក់ដែរមានអីចម្ពាក់អ៊ីមព្យួរមើលពីហ្នឹងទៅគឺឃើញតែសងខាងក្រៅហ្នឹងតែម្ដងចូលមកតាមរុនហ្នឹងចុះមកតាមក្រោមចដានេះមកយើងចូលមកដល់ខាងក្រោមមួយទៀតយើងភ្ជាប់គ្នាពីស្ដាំហើយឆ្វេងវាដូចតែគ្នាទេអាស្ដាំហើយអាឆ្វេងហ្នឹងវាដូច flip អញ្ចឹងណាក៏តែដើមឈើវាដោះខុសកន្លែងគ្នាតែប៉ុណ្្នឹងឯងអញ្ចឹងហើយបើសិនជាចូលអាស្ដាំហើយអាឆ្វេងវានៅតែអញ្ចឹងសល់ប្រហែលទៀតគឺកដាលហ្នឹងឯងចូលមកដល់កដានអ្នកគ្នាឃើញដូចកន្លែងសបុកខ្មុំដូចឆ្អឹងចនីគេបដ ாய் ហ្នឹងអ្នកគ្នាឃើញតែស្ដាំតែឆ្វេងគឺរុំគ្នាតែម្ដងអ្នកគ្នាឃើញអាឆ្វេងអាស្ដាំវាដូចតែគ្នាទេគាត់ថាម៉ូដនៃការលេងពណ៌និងលេងដើមឈើវាខុសគ្នាអាកដាននេះគឺគេមានប្រកេះហ្នឹងឯងក្បាលប៉ុណ្ណាណីដាក់នៅចុះកដានដោយសារគេថាកដានហ្នឹងតលាយវឹងវងមូលមួយនឹងធ្វើអីឥឡូវហោះទៅដល់ក្រោយអាក្បាលហ្នឹងមានអីគេខ្លះអ្នកគ្នាឆ្ងល់ថាខាងមុខមានហើយខាងក្រោយអត់មែន no មានអល់អ្នកគ្នាអាខាងក្រោយដូច Infinity Castle នេះអូយផ្លូវទៅគ្រប់កន្លែងបានទាំងអស់តែម្ដងអ្នកខ្ញុំចង់ទៅតែងផ្លូវណាក៏បានអីណាក៏បានតែខ្ញុំចូលតាមកណ្ដាលនេះសិនតាមកណ្ដាលនេះអ្នកឃើញថាយើងមានរុនមួយដែលនៅចំកណ្ដាលតែម្ដងក្នុងការចេញចូលទៅដល់បន្ទប់មួយនោះទៅមានផ្លូវចដាឡើងទៅខាងលើមួយទៀតហើយចូលទៅដល់អ្នកនេះឆ្ងល់ថាអេឡើងទៅដល់កន្លែងហ្នឹងគឺកន្លែងគេចានៅខាងក្រោយកន្លែងនេះស្ប៉ននឹងឯងមើលចុះមើលឡើងអ្នកនេះឃើញថាកន្លែងហ្នឹងគឺចដាខ្វាញ់ខ្វាន់នៅខាងក្រោយហ្នឹងហើយអានេះគឺទស្សនវិជ្ជានៅខាងក្រោយណាមើលទៅដូចរបៀបInfinity Castle តិចហ្នឹងហើយដល់ដើមឈើស្អីមកបាំងស្អីនេះគាត់ថាប្រៃប្រឹក្សាគេរៀងច្រើនណាអ្នកគ្នាដល់ពេលអ្នកគ្នាគាត់ធ្វើការដើរឡើងទៅខាងលើនេះមកចូលទៅតាមអាចដាមួយឡើងទៅខាងនេះអ្នកឃើញចដាមួយទៀតចដាគេមកពីចដាអ្នកគ្នាដើរចុះមកនឹងឯងមានន័យថាអ្នកគ្នាអាចទៅខាងមុខក៏បានអ្នកគ្នាអាចទៅខាងក្រោយក៏បានគឺផ្លូវទាំងអស់នោះគឺពាត់ខ្វែងខ្វាត់គឺចូលគ្នាតែមួយអាចទៅណាក៏បានគឺអត់វង្វេងអត់មានកន្លែងណាតល់ហ្មងទៅបានគ្រប់កន្លែងតែម្ដងអ្នកគ្នាហើយដល់ពេលសំណួរសួរថាចុះអាសួនខាងកន្លែងស្ពានទាំងនេះខ្ញុំតង់ទៅនោះខ្ញុំចង់មកកន្លែងនេះខ្ញុំមករបៀបម៉េចចាសួរនេះក៏យើងមានជាការ detail នេះអ្នកឃើញថាអត់ដុំថ្មអីប្រេះហ្នឹងគឺយើង detail ទាំងអស់គឺអត់មានឲ្យអ្នកគ្នាមានអារម្មណ៍ថាអាខាងក្រៅផ្ទះហ្នឹងអត់មានដើរទៅផងខ្ជិលឲ្យវាស្អាតអី no អ្នកគ្នាគឺមាន100មុខអ្នកគ្នាឃើញចឹងថាវាស្រស់បំប្រងតាំងពីកន្លែងដើរទៅអូយមានស្មៅដុសលើថ្មទៅថ្ងៃសាហាវណា word it ហ្នឹងហើយហើយសុទ្ធថាផ្លូវទៅកន្លែងហ្នឹងកន្លែងណាមានផ្លូវទាំងអស់អ្នកគ្នាអត់មានតល់តែថាមានតល់មានតែធ្លាក់ងាប់តែម្ដងអញ្ចឹងចូលទៅក្នុងហ្នឹងមានរុន
មួយអ្នកចូលទៅដល់ដើរទៅត្រង់ទៅអ្នកនេះឡើងមកដល់ខាងលើផ្លូវយើងដដែលហ្នឹងមានន័យថាអ្នកនេះចុះមកបត់ឆ្វេងឬបត់ស្ដាំដើរទៅត្រង់គឺចេញទៅដល់កន្លែងស្ពានហ្នឹងដូចតែគ្នាទេហើយយើងសរុបសេចក្តីទាំងអស់វិញចូលមកគឺកណ្ដាលនេះអ្នកនេះឆ្ងល់ថា spawn ហ្នឹង spawn កន្លែងណាគឺ spawn លើផ្ទះសេដ្ឋីហ្នឹងឯងហើយយើង spawn ចុះទៅខាងក្រោមដែលជាផ្ទះរបស់ប្រជាជនផ្សេងៗទៅតាមឋានៈរបស់ប្រជាជនហើយឯដែលសំខាន់នោះគឺទាំងអស់នេះគឺមានតែនៅក្នុង Super Master Club ទាំងប៉ុណ្ណោះហើយយើងធ្វើនេះគឺធ្វើឡើងនៅលើមេឃទៀតអ្នកនេះគឺកប់ពពកចេញមកមានតម្រងលក្ខណៈបែបទេសភាពទេសបែបរុក្ខជាតិរុកអីអ្នកនេះដូចឃើញមានដើមឈើដើមអីជាច្រើនដែលវាប្រឡិចពណ៌ជាមួយនឹងពណ៌ក្រហមពណ៌សផ្ទៃមេឃពណ៌ខៀវគឺមើលទៅបែបធម្មជាតិក៏ដូចជាមើលទៅឲ្យវាមើលមកបែបដូចខ្មែរផាំងបែបមើលទៅជាប្រភេទដែលវាអរូបីបន្តិចទៅណាហ្នឹងហើយអញ្ចឹងជាចុងក្រោយគ្មានស្អីទេទេមីអ្នកសម្ភារនឹងបាច់សម្ភាររបស់កាច់អីទេគឺថាអញបញ្ចប់ខ្លួនឯងចាមិនបាច់បិទឆាកមួយអញទេអញអ្នកបិទខ្លួនឯងបិទខ្លួនឯងអស់ហ្នឹងបើម្នាក់ឯងដល់អស់ហ្នឹងដើមអញ្ចឹងចុងក្រោយនេះគឺជា lobby ថ្មីរបស់ Server Master Club ហើយធម្មតាក្នុងរយៈពេល6ខែខ្ញុំនឹងធ្វើការ upgrade lobby នឹងម្ដងហើយក្នុងរយៈពេល1ឆ្នាំខ្ញុំនឹងបញ្ចេញ lobby ថ្មីមួយទៀតបន្ទាប់ពី lobby មួយហ្នឹងចាំមើលថាឆ្នាំក្រោយឬក៏6ខែទៀតនឹងមានអ្វីប្លែកកុំភ្លេចធ្វើការ join លេង Server Master Club ទាំងអស់គ្នាជាពិសេសគឺ Master SMP ជាចុងក្រោយខ្ញុំបាទសាបលេងក៏សូមអរគុណនិងសូមគោរពលា Goodbye everyone and see you later តើកុំ subscribe ដល់វីដេអូហើយយើងនឹងជួបគ្នាម្ដងទៀតនៅម្សិលមិញ